Huh. បាទជំរាបសួរថ្ងៃនេះយើងជួបគ្នាសារជាថ្មីតាក់ទងទៅនឹងការសិក្សាភាសាកូរ៉េដែលលើកនេះផងដែរយើងសិក្សាអំពីទម្រង់ភ្ជាប់ដែលភាសាកូរ៉េយើងដឹងហើយយន់ខ្យល់ផងទម្រង់ភ្ជាប់ដល់ថ្ងៃនេះទម្រង់ភ្ជាប់របស់យើងគឺសិក្សាតាក់ទងនឹងពាក្យថាគោនេះគឺយើងប្រើជាមួយនឹងប្រយោគបើតំណាងអក្សរ N នេះគឺ sentence ជាភាសាអង់គ្លេសដែលភាសាកូរ៉េយើងដឹងហើយ moon chang បើប្រែថាយើងប្រើជាប់ប្រយោគពីប្រយោគមួយទៅប្រយោគមួយបាទអញ្ចឹងយើងមើលនិយមន័យរួមទាំងអស់គ្នាទី1នេះគឺយើងអាចភ្ជាប់ជាមួយនឹងកិរិយាសព្ទធងចក្រធងសាសង្ខេធងសាអ៊ីដាបាទយើងដឹងហើយធងចក្រធងសាកិរិយាសព្ទសកម្មសង្ខេធងសាកិរិយាសព្ទអសកម្មឬក៏យើងហៅថាគុណនាមហើយមួយទៀតហ្នឹងគឺកិរិយាសព្ទអ៊ីដាបាទអ៊ីដាយើងដឹងហើយគឺជានៅបន្ទាប់មកទៀតគឺនិយមន័យវាគឺភ្ជាប់ពីប្រយោគមួយមកប្រយោគមួយទៀតភ្ជាប់ពីប្រយោគបាទសំទោសភ្ជាប់ពីប្រយោគបាទមានប្រយោគ2មកជាមួយប្រយោគឲ្យទៅជាមួយប្រយោគអញ្ចឹងបានន័យថាប្រយោគ2យើងភ្ជាប់វាឲ្យមកមួយប្រយោគតែបើយើងប្រើ kurigo គឺយើងបង្កើតជាប្រយោគ2វិញអញ្ចឹងពាក្យគោនេះយើងប្រើពីប្រយោគ2ឲ្យមកជាមួយប្រយោគបាទដែលមានពាក្យថាហើយភាសាខ្មែរយើងប្រើពាក្យថាហើយបាទយើងចូលទៅលេខមើលការប្រើប្រាស់របស់វាទាំងអស់គ្នាបាទនិយមន័យទី1របស់វានេះគឺ han mun jange i jange sasiru phyon halte គឺយើងប្រើនៅពេលដែលណាបង្ហាញពីការពិតលើសពីមួយប្រយោគបាទអញ្ចឹងការពិតលើសពីមួយប្រយោគបានថាប្រយោគ2មានសកម្មភាព2ពិតប្រាកដផ្សេងគ្នាអញ្ចឹងបានថាប្រយោគ2មានប្រធាន2ខុសគ្នាផ្សេងគ្នាយើងក៏លេចមើលឧទាហរណ៍តែម្ដងដើម្បីកុំឲ្យពិបាកយល់나는 커피를 마시고បាទអញ្ចឹង 마시다 យើងលុបដាចេញ 마시고 영희는 콜라를 마셔요បាទអញ្ចឹងយើងមានពីរប្រយោគនៅចំណុចខាងលើនេះមានពីរប្រយោគទី1គឺ 나는 커피를 마시고 អញ្ចឹងប្រយោគទី1គឺគេគឺខ្ញុំផឹកកាហ្វេអញ្ចឹងខ្ញុំផឹកកាហ្វេនៅកន្លែងនេះមួយប្រយោគហើយអញ្ចឹងភ្ជាប់នៅពាក្យហើយនេះគោអញ្ចឹងយើងលុបដាចេញនៅកិរិយាសព្ទខាងមុខរបស់វា Masida លុបដាចេញ Masigo Yonghi는 콜라를 마셔요 ហើយយ៉ាងម៉េចដែរ Yonghi 콜라를 마셔요 បាទហើយ Yonghi គឺផឹក cola អញ្ចឹងពាក្យគោនេះយើងភ្ជាប់ពីប្រយោគអញ្ចឹងប្រយោគនេះយើងថាបង្ហាញនៃការពិតលើសពីមួយប្រយោគបាទអញ្ចឹងបានប្រយោគ2នេះគឺប្រធានខុសគ្នាយើងឃើញហើយណានឿន coffee ឬ Masigo ខ្ញុំផឹកកាហ្វេហើយ Yonghi ផឹក cola វាស្មើនឹងពាក្យថាវាបាទកន្លែងនេះបើយើងលើកប្រយោគខាងមុខនេះយកមកដាក់វិញក៏អត់មានអ្វីខុសគ្នាដែរពីព្រោះអីពីព្រោះថាប្រធានខុសគ្នាប្រធានទី1គឺកន្លែងនេះខ្ញុំប្រធានកន្លែងទី2នេះគឺគេYonghi អញ្ចឹងបើប្រធានខុសគ្នានៅពេលដែលយើងប្រើគោនេះប្រយោគមុខហើយប្រយោគក្រោយយើងអាចលើកត្រឡប់គ្នាបានវាស្មើនឹងពាក្យអី Yonghi는 콜라를 마시고 나는 커피를 마셔요 វាស្មើថា Yonghi ផឹក cola ហើយខ្ញុំផឹកកាហ្វេអញ្ចឹងអត្ថន័យពីរនេះយើងប្រធានប្រយោគពីរនេះយើងអាចត្រឡប់គ្នាបានអត់មានតកតងទៅនឹងអត្ថន័យនៃប្រយោគទេបាទ나는 커피를 마셔요. 그리고 បាទយើងប្រើ 그리고 នេះគឺយើងផ្ដាច់ប្រយោគតែម្ដងផ្ដាច់ប្រយោគនេះឲ្យទៅជាពីរប្រយោគបាទប្រយោគពីរនេះផ្ដាច់ថាអីសញ្ញាខាងឡើងនេះយើងឃើញហើយ 마셔요. 나는 커피를 마셔요. ខ្ញុំផឹក coffee បាទកាហ្វេហើយ 그리고 ហើយ 영희는 콜라를 마셔요. ហើយ 영희는 콜라를 마셔요. ហើយ 영희 ញ៉ាំបាទផឹកcola អញ្ចឹងនៅ3ប្រយោគខាងនេះគឺអត្ថន័យរបស់វាគឺស្មើគ្នាបាទយើងមើលឧទាហរណ៍មួយទៀតតកតងទៅនឹង
និយមន័យខាងលើហ្នឹងជីណានជូម៉ារ៉េឈិនគូតូម៉ាណាហ្គោសនស៊ីនីនតូម៉ាណាសយោបាទនៅកន្លែងនេះម៉ាណាហ្គោឬក៏ម៉ាណាសយោកន្លែងនេះគឺយើងអាចប្រើមួយណាក៏បានដែរជីណានជូយើងដឹងហើយជីណានជូកាលពីចុងសប្តាហ៍មុនអញ្ចឹងបើប្រើជាមួយកាលហ្នឹងបានន័យថាកន្លែងហ្នឹងពេលវេលាតាក់ទងទៅនឹងអតីតកាលកាលពីចុងសប្តាហ៍មុនកន្លងផុតទៅហើយឈិនគូឬម៉ាណាហ្គោបាទកន្លែងនេះយើងប្រើម៉ាណាហ្គោក៏បានយើងប្រើម៉ាណាត់គោក៏បានបាទម៉ាណាត់គោគឺជាទម្រង់ដែលបំបាច់នៅក្នុងអតីតកាលម៉ាណាត់គោអញ្ចឹងពីរនេះគឺយើងអាចប្រើមួយណាក៏បានដែរអត្ថន័យគឺដូចគ្នាបាទយើងប្រើម៉ាណាហ្គោកន្លែងនេះក៏បានអត្ថន័យតាក់ទងនឹងសប្តាហ៍មុនបានដោយសារមូលហេតុអីបាទដោយសារតែប្រយោគនៅចុងក្រោយបំផុតនេះសនសនិនតូម៉ាណាសយោបាទអញ្ចឹងកន្លែងនេះគឺវាអាចបញ្ជាក់អត្ថន័យបានពេញលេញទៅឲ្យប្រយោគខាងមុខនេះតែម្ដងអញ្ចឹងម៉ាណាហ្គោនេះកន្លែងនេះគឺដោយសារតែប្រយោគក្រោយវាបានបញ្ជាក់អត្ថន័យមកឲ្យប្រយោគខាងមុខហើយអញ្ចឹងយើងអាចប្រើម៉ាណាហ្គោក៏បានម៉ាណាត់គោក៏បានអត្ថន័យពីរនេះគឺស្មើគ្នាយើងអាចប្រើមួយណាក៏បានដែរទោះវាប្រើក្នុងអតីតកាលក៏ដោយជីណានជូម៉ារ៉េឈិនគូតូម៉ាណាហ្គោម៉ានឬក៏ម៉ាណាត់គោសនស៊ីនីនតូម៉ាណាសើបាទកាលពីចុងសប្តាហ៍មុនខ្ញុំបានជួបមិត្តភ័ក្តិផងហើយខ្ញុំបានជួបលោកគ្រូផងដែរបាទអញ្ចឹងវាស្មើនឹងពាក្យថានៅពេលដែលយើងប្រើ Kyrio វិញគឺយើងស្មើនឹងពាក្យអ្វីដែរបាទសំទោសKyrio កន្លែងនេះគឺវាប្រើក្នុងការចែកប្រយោគអញ្ចឹងនៅពេលដែលកន្លែងនេះយើងបំបែកទៅជាដូចនេះវិញជីណានជូម៉ារ៉េឈិនគូឬម៉ាណាសយោបាទអញ្ចឹងកន្លែងនេះម៉ាណាសយោយើងបាច់បំបែកមួយប្រយោគហើយយើងដាក់ Kyrio សនស៊ីនីនតូម៉ាណាសយោហើយក៏បានជួបលោកគ្រូផងដែរអញ្ចឹងពីប្រយោគកន្លែងនេះអ្នកទាំងអស់គ្នាសេខាងលើក៏បានឬប្រើខាងក្រោមក៏បានតែ Kyrio យើងដឹងហើយក្នុងការចែកប្រយោគជាពីរបាទយើងក៏លេខមួយការប្រើប្រាស់មួយទៀត Sigane Sunsoru Kern Halte បាទ Sigan Sunso ហ្នឹងគឺលំដាប់នៃពេលវេលាលំដាប់នៃពេលវេលាបានន័យថាពេលវេលាខាងមុខកើតមុនបន្ទាប់មកទៀតប្រយោគខាងក្រោយកើតក្រោយឧទាហរណ៍ថាណានឿនអជេឆំស៊ីមឺលមកគោឈិនគូឬម៉ាណាសើបាទកាលពីម្សិលមិញអជេម្សិលមិញឆំស៊ីមឺលមកគោខ្ញុំបានញ៉ាំអាហារពេលថ្ងៃត្រង់ហើយអញ្ចឹងញ៉ាំអាហារថ្ងៃត្រង់ហើយឈិនគូឬម៉ាណាសើហើយបានជួបមិត្តភ័ក្តិអញ្ចឹងប្រយោគទី1បានន័យថាពេលវេលានៃប្រយោគទី1សកម្មភាពនៃទី1គឺកើតមុនបន្ទាប់មកទៀតសកម្មភាពនៃប្រយោគទី2នោះគឺកើតតាមក្រោយបាទអញ្ចឹងប្រធានឡើយនេះយើងមើលឃើញផងដែរបើយើងដាក់ប្រយោគខាងក្រោយមកមុខវិញគឺអត់បានទេគឺព្រោះប្រធានតែមួយបើយើងដាក់ប្រយោគខាងនេះទៅមុខវិញបានន័យថាយើងជួបមិត្តភ័ក្តិហើយយើងញ៉ាំអាហារពេលថ្ងៃត្រង់ប៉ុន្តែកន្លែងនេះគឺលំដាប់នៅពេលវេលាគឺយើងបានយ៉ាងម៉េចញ៉ាំអាហារថ្ងៃត្រង់ហើយណានឿនអជេឆំស៊ីមឺលមកគោខ្ញុំញ៉ាំអាហារថ្ងៃត្រង់ហើយយ៉ាងម៉េចដែរទើបបានជួបមិត្តភ័ក្តិអញ្ចឹងសកម្មភាពទី1គឺកើតមុនវាស្មើនឹងទៅនឹងថាណានឿនអជេឆំស៊ីមឺលមកគូនហួយបាទមកគូនហួយនេះបានន័យថាបន្ទាប់ពីខ្ញុំបន្ទាប់ពីបានញ៉ាំអាហារថ្ងៃត្រង់កាលពីម្សិលមិញហើយអជេឈិនគូឬម៉ាណាសើហើយបានជួបមិត្តភ័ក្តិបាទអញ្ចឹងប្រសិនបើយើងត្រឡប់ប្រយោគវិញណានឿនអជេឈិនគូឬម៉ាណាហ្គោខ្ញុំម្សិលមិញបានជួបមិត្តភ័ក្តិហើយបានញ៉ាំអាហារថ្ងៃត្រង់អញ្ចឹងប្រយោគពីរនេះវានឹងធ្វើការប្រែកន្លះតែម្ដងអញ្ចឹងនៅខាងលើហើយនៅខាងក្រោមនេះគឺមានការខុសគ្នាបាទសូមចំណាំដែរអញ្ចឹងនៅពេលដែលប្រើជាមួយនឹងប្រធានតែមួយគឺលំដាប់នៃពេលវេលាមានការខុសគ្នាបើទីហោនៅខាងក្រោមមួយទៀតឈិនគូទឺហ្គាឆញកគឺមកគោបាទឈិនគូទឺហ្គាជាមួយនឹងមិត្តភ័ក្តិទាំងឡាយឆញកគឺមកគោខ្ញុំបានញ៉ាំអាហារពេលល្ងាចជាមួយនឹងមិត្តភ័ក្តិទាំងឡាយហើយបាទគោហើយ dance club នេះយើងដឹងកន្លែងរាំ dance រាំ club រាំកំសាន្ត dance club ឯខាសឈុំមួយឆសហើយបានទៅ club រាំលេងឈុំមួយឆសរាំលេងបាទអញ្ចឹងសកម្មភាពនេះយ៉ាងម៉េចដែរទី1គឺជួបមិត្តភ័ក្តិ
បន្ទាប់មកទៀតទៅក្លឹបរំកំសាន្តអញ្ចឹងប្រយោគទី2គឺប្រយោគទី1កើតមុនតទៅទៀតប្រយោគទី2កើតក្រោយនៅពេលដែលប្រធានតែមួយបាទសូមអរគុណហើយបើសិនជាមានបញ្ហាផ្សេងទាក់ទងទៅនឹងការសិក្សាភាសាកូរ៉េយើងអាចចូលទៅក្នុង website www.toh2015.blogspot.com បាទអ្នកទាំងអស់គ្នាអាចស្វែងរកឧទាហរណ៍ផ្សេងៗជាមួយនឹងឧទាហរណ៍ឬក៏ការប្រើប្រាស់នៅប្រយោគទម្រង់ផ្សេងៗបានផងដែរបាទសូមអរគុណសូមជម្រាបលា